មុនថ្ងៃបើកវគ្គបំពាក់បំពន់ពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិក្រុមការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែងគឺកំពុងរៀបចំឲ្យញាប់ដៃញាប់ជើងរៀបទឹករៀបអីពីព្រោះថាថ្ងៃស្អែកឡើងគឺយើងនឹងមានវគ្គបំពាក់បំពន់ហើយក្នុងយុគសម័យ Digital ដែលព័ត៌មានរីកសាយភាយយ៉ាងលឿនទាំងពិតនិងคล้ายៗវគ្គនេះគឺជួយពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិបានក្លាយជាកត្តាចាំបាច់និងមានសារៈសំខាន់ខ្លាំងមែនទែនដោយនៅថ្ងៃទី6ទី7ខែតុលាឆ្នាំ2025នេះចឹងគឺខាងក្រសួងព័ត៌មានបានបើកវគ្គបំពាក់បំពន់ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែងកណ្ដាលស្វាយរៀងនិងមន្ទីរព័ត៌មានរាជធានីភ្នំពេញវគ្គនេះគឺបានផ្ដោតទៅលើប្រធានបទសំខាន់ៗជាច្រើនដែលឆ្លើយតបទៅនឹងរបត់ថ្មីនៃបច្ចេកវិទ្យាក្នុងនោះមានដូចជាបច្ចេកទេសរៀបចំខ្លឹមសារបែបសាធារណមតិដើម្បីឆ្លើយតបចំពោះព្រឹត្តិការណ៍នានាការគ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មីរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា Digital និងបញ្ញាសិប្បនិម្មិតហៅកាត់ថា AI ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃលើពីនេះសិក្ខាកាមក៏ត្រូវបានបំពាក់បំពន់ពីរបៀបតាមដានវិភាគចងក្រងព័ត៌មាននិងការឆ្លើយតបព័ត៌មានជាពិសេសការបំភ្លឺនិងបន្សាបព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដែលកំពុងតែគំរាមកំហែងដល់សង្គមមន្ត្រីជំនាញនិងសិក្ខាកាមដែលបានចូលរួមវគ្គបំពាក់បំពន់នេះបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងដោយចាត់ទុកថាចំណេះដឹងថ្មីៗដែលទទួលបានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអនុវត្តការងារជាក់ស្ដែងតាមរយៈការបណ្ដុះបណ្ដាលនេះមន្ត្រីរាជការអាចយល់ដឹងពីមូលដ្ឋានគ្រឹះនៃការផលិតព័ត៌មានខ្លីៗឲ្យបានលឿននិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋទាន់ពេលវេលាសរុបមកវគ្គបំពាក់បំពន់ស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិនេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានប៉ុណ្ណោះទេតែថែមទាំងជាយន្តការដ៏សំខាន់មួយក្នុងការជំរុញការងារប្រឆាំងព័ត៌មានคล้ายៗឲ្យមានប្រសិទ្ធភាពនិងធានានូវលំហព័ត៌មានពិតក្នុងសង្គមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម